តាំងពីមកនៅពេញប្រហែលឆ្នាំហ្នឹងគឺអត់ដែលបានធ្វើដុតមន់ខ្លួនឯងសោះថ្ងៃនេះមកបញ្ចេញស្នាដៃបន្តិចបញ្ចេញស្នាដៃហ្នឹងគឺហូបខ្លួនឯងអត់មានអ្នកមកភ្លក់ជាមួយទេដោយសារយើងនៅតែឯងអញ្ចឹងណាសម្រាប់ដុតមន់ថ្ងៃហ្នឹងគឺមានមន់អស់ហើយប៉ុន្តែនៅខ្វះបន្លែអញ្ចឹងទៅផ្សារដើម្បីទៅទិញបន្លែបន្តិចហើយបន្លែដែលចង់ហូបហ្នឹងគឺដុតមន់ជាមួយស្ពៃក្តោបនិងកូកាអូយបងប្អូនហើយតាំងពីចែកខេណានិងម៉ាក់ធ្វើឲ្យហូបគឺញ៉ាំរហូតហ្មងជាមួយស្ពៃក្តោបដុតមន់ហ្នឹងបើរសជាតិវិញស្តៀងនឹងសាច់មន់ដែរឆ្ងាញ់សាហាវហើយហូបជាមួយទឹកត្រីកោះកុងទៅមហាត្រូវគ្នាគ្រឿងក៏មានគ្រប់អស់ហើយឥឡូវនេះខ្ញុំចាប់ផ្ដើមប្រឡាក់សាច់ខ្ញុំដាក់ប្រេងខ្យងមកបន្តិចនិងរ៉ូឌីតែមកបន្តិចបានហើយថាមួយថ្ងៃទៅមួយថ្ងៃចង់ដុតមន់ហូបប៉ុន្តែមានអារម្មណ៍ថាខ្ជិលខ្លាចវាយូរអីចឹងណាប៉ុន្តែពេលមកដុតជាក់ស្ដែងខ្លួនឯងទៅឡើងលឿនអត់មានអីពិបាកដូចការគិតសោះអីក៏ដោយតលតែយើងអនុវត្តសិនទើបយើងដឹងថាពិបាកឬមួយស្រួលមិនផ្លូវមន់ក៏ប្រឡាក់ហើយឥឡូវនេះខ្ញុំមកកាត់បន្លែដាក់ចូលក្នុងឆ្នាំងបីដុតជាមួយផ្លូវមន់ណាហើយសម្រាប់ស្ពៃក្តោបក៏ខ្ញុំមកដាក់ទាំងអស់ដែរខ្ញុំទុកខ្លះដើម្បីទុកឆាថ្ងៃក្រោយទៀតបានទេឥឡូវចេះសំចៃសាហាវខានដុតមន់នេះយូរដែរខ្ញុំមិនដឹងថាធ្វើត្រូវមួយធ្វើខុសទេបងប្អូនហើយហ្នឹងហើយលទ្ធផលពេលម៉ាក់ដុតមន់ធ្វើម្ហូបអីអត់ចូលមើលទេបើឆ្អិនវិញគឺថាលឿនហ្មងហូបខ្លះអត់ចេះគឺខ្ញុំវាយតាម YouTube មើលដែរហ្នឹងឥឡូវចង់សួរបងប្អូនវិញដុតមន់របៀបម៉េចបានឆ្ងាញ់បងប្អូនវិធីដុតមន់មានច្រើនមែនតើដាក់ស្រាក៏មានដាក់កូកាក៏មានដាក់ប្រេងឆាធម្មតាក៏មានដែរតែថ្ងៃនេះគឺខ្ញុំសាកដុតមន់ជាមួយកូកាហើយសំខាន់ធ្វើខ្លួនឯងទៀតមិនដឹងថារសជាតិមិនម៉ាទេបងប្អូនហើយមន់កំពុងតែដុតបដាហើយជាមួយកូកាហ្នឹងមកចាប់ផ្ដើមធ្វើទឹកត្រីកោះកុងសម្រាប់បុកទឹកត្រីកោះកុងរបស់ខ្ញុំថ្ងៃនេះដាក់ម្ទេសប្រហែលជា5 6គ្រាប់អត់សូវហឹរប្រហែលទេអាចហូបបានឃើញមកហើយគឺខ្ញុំចាប់ផ្ដើមដាក់ក្រូចឆ្មាហើយក៏មានអារម្មណ៍ថាដូចភ្លេចអីមួយយ៉ាងបងប្អូនភ្លេចរបស់សំខាន់គឺទឹកត្រីបងប្អូនហើយបុកទឹកត្រីកោះកុងប៉ុន្តែភ្លេចទឹកត្រីខំកកកកាយកន្លែងគ្រឿងទេសនេះគឺអត់មានសោះមានតែទឹកស៊ីអ៊ីវនេះមុនហ្នឹងខ្ញុំទៅទិញស្ពៃក្តោបនិងកូកាភ្លេចទិញឲ្យឆឹងដល់ពេលមានអីឥឡូវនេះគឺត្រូវចុះទៅម្សាទៀតហើយបើសិនជាកន្លែងឆ្ងាយនឹងដឹងចប់ហើយតែសំណាងដែរកន្លែងម៉ាតហ្នឹងរៀងចិត្តផ្ទះដែរធ្វើម្ហូបមួយហ្នឹងគឺអត់សូវយូរប្រហែលទេយូរជាងគេហ្នឹងគឺទៅទិញទឹកត្រីហើយនឹងទៅទិញគ្រឿងទេសនឹងឯងភ្លេចមុខភ្លេចក្រោយបងប្អូនហើយនៅម្នាក់ឯងសោះហ្នឹងទឹកត្រីកោះកុងក៏បុកហើយខ្ញុំបុកមកល្មមសម្រាប់ហូបម្នាក់ឯងប៉ុណ្ណឹងចង់ច្រើនជ្រុលផងហើយឃើញថាសាច់មាន់នេះក៏ចាប់ផ្ដើមឆ្អិនដែរមានអីបងប្អូនមើលទៅពណ៌សម្បុររៀងគ្រាន់បាដែរតាប៉ុន្នេះអាចយកជាសាច់ការបានហើយបើស្បែកវិញឡងក្រហមហើយឡងទុនចាំពេលហូបចាំប្រៀបធៀបជាមួយម្ហូបដែលម៉ាក់ធ្វើឲ្យមួយណាឆ្ងាញ់ជាងបានម្ហូបពិសេសប៉ុណ្នេះហើយគឺអត់ភ្លេចទេរឿងដាំបាយមកបងប្អូនឥឡូវមកឲ្យបន្ទុកម្ហូបខ្លួនឯងនិងម្ហូបម៉ាក់ដែលគាត់ធ្វើឲ្យហូបមួយណាឆ្ងាញ់ជាងម្ហូបបាយជាមួយខ្ញុំទាំងអស់គ្នាដាក់មួយម៉ាត់ដំបូងគឺឲ្យបន្ទុលើទឹកត្រីសិនបើទឹកត្រីវិញគឺខ្ញុំឲ្យ9លើ10ដូចរៀងស្ទើរអីមិនតិចតែបើសម្រាប់សាច់មាន់ហើយនិងស្ពៃក្តោបវិញគឺខ្ញុំឲ្យ7កន្លះលើ10អញ្ចឹងសម្រាប់រសជាតិគឺអាចទទួលយកបានប៉ុន្តែបើឲ្យប្រៀបធៀបជាមួយមាន់ដុតរបស់ម៉ាក់គឺប្រៀបធៀបបានទេដោយសារម៉ាក់គាត់យកមាន់ស្រាយឲ្យធ្វើអញ្ចឹងសម្រាប់មាន់ដុតដែលម៉ាក់ធ្វើឲ្យហូបប្រដងហ្នឹងគឺឲ្យ10លើ10ហ្មងបានអីមិន10លើ10បងប្អូនហើយទឹកត្រីគាត់ធ្វើនិយាយទៅគាត់ស្ទើរមានបទពិសោធន៍រាប់ឆ្នាំហើយបើមាន់វិញស្ទើរមាន់ស្រែទៀតទៅមាន់ដុតឲ្យតែម៉ាក់ខ្ញុំគាត់ធ្វើម្ដងជួបជុំគ្រួសារគឺម្នាក់ហូបសិតលិតដៃលិតជើងសម្រាប់វីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេជួបគ្នាជាមួយខ្ញុំនៅវីដេអូក្រោយៗទៀតបាយបាយសុខសប្បាយទាំងអស់គ្នា